ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះក្រុមការងាររបស់គណៈកម្មការថែទាំភ្នែកបានមកដល់ទីរួមខេត្តកំពង់ស្ពឺមែនទេបងចាបងចាចុះមកដល់នេះបានមួយថ្ងៃទេខ្ញុំទៅយើងទឹកបន្តភ្នែកនេះហើយបងយើងមកដល់មកបាន4-5ថ្ងៃដែរបងអញ្ចឹងណាថ្ងៃចាចឹងឃើញថាថ្ងៃនេះមានច្រើនមែនតើអញ្ចឹងអាចជួយរៀបរាប់បានទេថាមានអីគេខ្លះមកនេះបងទៅផ្សាយចានេះគឺយើងមានធុងទឹកចម្រោះមានជាមួយនឹងប្រព័ន្ធចម្រោះទឹកស្អាតបាទធុងចម្រោះទឹកស្អាតហើយមានជាមួយនឹងអូសូនបាទចឹងមានន័យចង់ផ្ដាំផ្ញើដល់បងប្អូនយើងចានិយាយទៅគឺពួកយើងអត់មានអីប្រដាឆ្នើនេះអញ្ចឹងណាបងគឺសម្រាប់ជាពិសេសគឺសម្រាប់បងប្អូនអរគ្នាមិនថាតែនៅខេត្តកំពង់ស្ពឺទេគឺយើងទូទាំងរាជធានីក្រុងរបស់យើងគឺកុំភ្លេចថែទាំភ្នែកទាំងអស់គ្នាថែទាំភ្នែកណាហើយបើសិនជាបងប្អូនមានបញ្ហាភ្នែកប្រមាស់ភ្នែកឡើងបាយឬក៏បញ្ហាទូទៅអីចឹងអាចធ្វើការប្រឹក្សាយោបល់បានណាអាចជួយប្រាប់លេខទូរស័ព្ទគាត់មួយចាគឺអាចធ្វើការប្រឹក្សាលេខតាមលេខទូរស័ព្ទបានគឺតាមលេខទូរស័ព្ទមានលេខទូរស័ព្ទ096លេខ9 616និង932ដើមចាហ្នឹងហើយហើយមួយខ្សែទៀតដែរចាខ្សែទៀតបង092 12 83ចុងក្រោយសូមជូនពរពុកម៉ែបងប្អូនទាំងគ្នាហើយនឹងបងស្រីបងប្រុសពីអ្នកឲ្យមានសុខភាពល្អណាពីមានបានហេងបាទសូមបាទScan Day 8ប្រឹក្សាជាមួយអ្នកជំនាញមិនគិតថ្លៃសម្រាប់ព័ត៌មានលម្អិត012 23 29 52 069 51 41 44